ប់ហើយបងប្អូនក៏អាចមកចូលវត្តដើម្បីថ្វាយបង្គំព្រះបើទោះបីជាពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ក៏ដោយនេះគឺជាទស្សនវិជ្ជានៃវត្តបល្លង្កីស្ថិតនៅភូមិកន្ទឺមួយស្រុកបាណន់ខេត្តបាត់ដំបងហើយក៏ជាភូមិប្រវត្តិរបស់ម្ដាយរបស់ខ្ញុំផងដែរបងប្អូនពេលមកវត្តគួរតែកាន់បោះទីធ្លាវត្តវាគឺជារឿងដែលល្អបំផុតហើយបើសិនជាបងប្អូនបានជួយបោះសម្រាមនៅក្នុងវត្តទេសូមគុំឲ្យសោះគុំចោលសម្រាមនៅក្នុងវត្តគួរតែទុកដាក់សម្រាមឲ្យបានត្រឹមត្រូវពេលយើងមកធ្វើបុណ្យទាំងអស់គ្នាអូមែនតែនទៅបងប្អូនថ្ងៃហ្នឹងខ្ញុំចង់នាំបងប្អូនទៅយល់ដឹងអំពីទួលបុរាណនៅក្នុងវត្តបល្លង្កីដែលទួលហ្នឹងគឺជាទួលបុរាណដែលមានតាំងពីយូរណាស់មកហើយវត្តក៏កើតរយៈពេលជាយូរឆ្នាំមកដែរតោះទៅមួយខ្ញុំប៉ុន្តែមុនទៅបោះសម្រាមសិនដល់មុខទួលបុរាណនៅវត្តបល្លង្កីហើយបងប្អូនយើងចូលទៅមើលទស្សនវិជ្ជាទាំងអស់គ្នាទួលបុរាណនេះគឺជាទួលដែលមានអាយុកាលយូរណាស់មកហើយដែលប្រជាពលរដ្ឋនៅក្នុងតំបន់នេះគឺគាត់បានរកឃើញហើយគាត់បានសង់ជាខ្ទមមួយដើម្បីដាក់ក្នុងការឧទ្ទិសថ្វាយនិងបន់ស្រន់ជាដើមហើយអ្នកភូមិក៏តែងតែមកបន់ស្រន់នៅតំបន់នេះផងដែរហើយមូលហេតុនៃការដាក់វត្តនេះគឺជាវត្តបល្លង្កីដោយសារតែទួលនេះគឺគេរកឃើញបល្លង្កមួយដែលមានទម្រង់ដែលគេហៅថាដូចលឹងព្រះឥសូរអញ្ចឹងហើយក៏បានវិវត្តមកជាវត្តបល្លង្កីរហូតមកដល់បច្ចុប្បន្នឥឡូវយើងចូលទៅមើលទស្សនវិជ្ជាទាំងអស់គ្នាតោះមកមួយខ្ញុំជាទួលបុរាណនៅក្នុងវត្តបល្លង្កីខ្ញុំកំពុងតែមកមានវត្តមាននៅទីនេះតាមការសាកសួររបស់ចាស់ដែលគាត់នៅទីនេះជាយូរលង់ណាស់មកហើយគឺនេះគឺជាបល្ល័ង្កដែលអ្នកភូមិបានរកឃើញថានៅទួលនេះតាំងពីយូរលង់ណាស់មកហើយបល្ល័ង្កនេះគឺមានដូចជានៅក្នុងប្រាសាទខ្មែរយើងជាច្រើនផងដែរប៉ុន្តែវាមានសន្តានតូចទេបងប្អូននេះគឺជាបល្ល័ង្កដែលប្រជាពលរដ្ឋខ្មែរយើងហៅថាដូចបល្ល័ង្កព្រះលឹងព្រះឥសូរដែលមានអីប្រហូលទឹកប្រហូលអីជាដើមអីចឹងណាបងប្អូនហើយគឺដាក់ដើម្បីថ្វាយបង្គំនៅទីនេះហើយក៏មានព្រះពុទ្ធបដិមានៅក្នុងវត្តអារាមនេះផងដែរហើយបងប្អូនបើសិនជាបងប្អូនបានមកលេងនៅប៉ណន់បងប្អូនកុំភ្លេចចូលលេងនៅវត្តបល្លង្កីផងហើយមកអុជធូបផងដោយសារតែប្រជាពលរដ្ឋនៅទីនេះគោរពបូជាថាទីនេះគឺជាកន្លែងស័ក្តិសិទ្ធិហើយបងប្អូនអាចមកបន់ស្រន់សុំសេចក្តីសុខបាន